Việc xuống bọn nó kia bà mấy ông bọn kia nó cả bọn trôi chậm không ai bà bạn đào lên cho na tận này khai bạn đã trẻ trẻ hay nơi sman năng bọn nó kia ngày năng học sọc phim bọn này bà bạn trên tận đấy mình cái đại bình là không tiếc bà chụp chụp bóng ổn hay ngày năng mình gì mà cú bọn nàyคือกูviệcที่เตะป่าจะมวยนังยาซินน้องbọn bàกูนี่ก็ยังมันอาจจะลองบ้านได้bà sẽ thíchกูchuột chất hayกูนี่คือยังจ้องมืออยู่bọn này bà คือสมัยตอนกูเอวท้องก็จ้องมือกูนี่ได้โดยก็บานใหญ่ตั้งปีตอนมันจูบគ្នាก็ท่ากูนี่ว่าสนิทจูบគ្នាก็อุปธรรมกลาก็เนี่ยtập mơn màอะไรลูกครูเอก็บานเธอหาวยังบ่ยัง กูนี่สักเจียบเพชรกลาก็เอ่อดาไวដូចគ្នាបាទកលាក៏បុកដូចគ្នាអត់មាននរណាម្នាក់ថយទេគ្រាន់តែថាបើយើងនិយាយពីប្រភេទទម្ងន់គឺវារៀងធ្វើឲ្យយើងរៀងផ្លាស់ប្ដូរការគិតតិចដែរដូចជាពាក្យទីទេពគាត់ឈរនៅក្នុងប្រភេទទម្ងន់គីឡូ57ហ្នឹងវាយូរមកបងប្អូនណាតាំងពីគាត់ចូលប្រកួតគុនខ្មែរមកបាទហើយចំពោះរីកយ៉ាស៊ីនគឺគាត់មុនហ្នឹងគាត់ប្រកួតគីឡូ54ទេតែនៅពេលដែលគាត់ធ្វើព្យុះធ្វើភ្លៀងបាទរហូតដល់អស់ដីគូប្រកួតអញ្ចឹងទៅគាត់ក៏ផ្លាស់ប្ដូរតាមលោកគ្រូសេមិនថេនឲ្យឡើងគីឡូមកវាយ57ទៅបាទការមកជួបវេទិទេពនេះឃើញថាល្អសិតជាកីឡាករប្រភេទបុកដូចគ្នាអញ្ចឹងធ្វើឲ្យយើងអ្នកទេសនាផ្ទាល់អីចឹងទៅហៅប្រកួតពីកៅអីដែរទៅបាទហើយគូនេះអត់ទាន់ដឹងថ្ងៃប្រកួតច្បាស់លាស់បងប្អូនគ្នាដូចជាបើតាមខ្ញុំដឹងតាមរយៈបងអេដមីននំប៉ាវគាត់ថាបើមិនពាក់កណ្ដាលខែ5ក៏ចុងខែ5ដែរគូនេះអញ្ចឹងមានន័យថាចូលឆ្នាំហើយយើងទៅវិញទៅពេញវិញធ្វើការបានមួយខែទៀតបានគូនេះប្រកួតគ្នាហើយបើយើងនិយាយពីបទពិសោធន៍នៃការប្រកួតយើងថាពេលទីទេពលើសបន្តិចទៅមិនលើសអីច្រើនទេដោយសារតែពេលទីទេពគាត់ចូលប្រឡូកសង្វៀនបាន3ឆ្នាំបាទគាត់ជោគជ័យខ្លាំងមែនទែនហើយចំពោះយ៉ាស៊ីនបាទលីខ្ទង់2ឆ្នាំអីទេអញ្ចឹងគាត់នៅក្រោយពេលទីទេពទេតែបើនិយាយពីរាងកាយហើយនឹងអាវុធវិញគឺពីអានេះគឺអំណោយផលដូចគ្នាហើយគូនេះមិនតាន់ដឹងប្រកួតប្រហែលទឹកទេបងប្អូនអរគ្នាគ្រាន់តែថាខ្ញុំលើកពីប្រកួត3ទឹកមុនបើសិនជាប្រកួត3ទឹកពេលទីទេពគាត់មានប្រៀបជាងបងប្អូនអរគ្នាយើងដឹងហើយថាពេលទីទេពគាត់ប្រកួតគឺទឹក1ទឹក2គឺគាត់មិនដែលសន្សំចៃទេគឺគាត់ចូលវាយគាត់ផ្ដាច់បានគាត់ផ្ដាច់ហើយបាទនេះជាទម្លាប់របស់ទីទេពគឺយើងដឹងហើយបាទយើងតាមដានការប្រកួតរបស់គាត់រហូតបាទបើសិនជាទឹក1ទឹក2ពេលទីទេពគាត់ធ្វើបានល្អឬក៏គាត់វាយយ៉ាស៊ីនអញ្ញាកដារាប់គាត់អាចនឹងផ្លាស់ប្ដូរទម្រង់នៃការប្រកួតដូចជាដកមកវាយយកបន្ទុកវិញហើយចំពោះយ៉ាស៊ីនយើងដឹងហើយថាជាកីឡាករម្នាក់ដែលមានគ្រប់គ្រឿងបងប្អូនអរគ្នាគាត់ថាផ្លាយយ៉ាស៊ីនមិនសូវច្បាស់ប៉ុន្មានទេគាត់ថាគាត់ចេញរហូតគាត់អាសាអញ្ចឹងគូនេះបើសិនជាផុតទឹក2ទៅពាក្យទីទេពគាត់អស់ស៊ូសបាទដូចជាយើងឃើញការប្រកួតរបស់ពាក្យទីទេពកន្លងមកដូចជាការប្រកួតជាមួយហាន់ពីជាមួយទុនផានិតអីចឹងទៅបាទអញ្ចឹងគឺគាត់ល្អដល់ដើមទឹកទេថាពីទឹកដំបូងចុះគាត់សបាយវាយបាទហើយអ្នកវាយប្រភេទទីទេពភាគច្រើនតើតអ្នកនឹងដូរវិញអាហ្នឹងបានយើងមានសង្ឃឹមថាយើងឈរគាត់វាយគឺគាត់បានចិត្តវាយហើយអញ្ចឹងចំពោះប៉ះជាមួយនឹងយ៉ាស៊ីននេះក៏អញ្ចឹងដែរបងប្អូនគ្នាបើសិនជាផុតទឹក2ខ្ញុំគិតថាគូនេះអាចនឹងធ្វើអីយ៉ាស៊ីនអត់បែកអាចយ៉ាស៊ីនវាយវិញហើយពេលទីទេពក៏អាចនឹងរងគ្រោះវិញដែរបើសិនជាផុតទឹក2ទៅដែលខ្លួនឯងយើងអស់កម្លាំងដែរហើយយ៉ាស៊ីនគាត់វាយវិញអាហ្នឹងខ្ញុំគិតថាអាចនឹងពិបាកចំពោះខ្លួនឯងតែបើថាមុនទឹក2ហ្នឹងពេលទីទេពគាត់ផ្ដាច់បានក៏ផ្ដាច់ទៅអាហ្នឹងអាចនឹងឈ្នះបាទបន្ទាប់ពីគាត់វាយដាច់ហើយគាត់ឈ្នះគាត់ដកយកបន្ទុកបាទបើសិនជាបានរាប់អីចឹងទៅអាហ្នឹងអាចមានសង្ឃឹមឈ្នះទៅបន្ទុកគ្នាតែបើថាទឹក2ធ្វើអីយ៉ាស៊ីនអត់ទាន់បានទេគឺធម្មតាយ៉ាស៊ីនដូចជាពេលដែលចាប់ទឹកឲ្យទឹកហើយគឺកីឡាករឡើងទឹកបងប្អូនខ្ញុំវាយឡើងទឹករហូតអញ្ចឹងអាចធ្វើឲ្យ
ពាក្យទេពិបាកដែរអញ្ចឹងគូនេះបើថាភាគរយឈ្នះបងប្អូនគ្នាបើថាវាយ3ទឹកខ្ញុំគិតថាភាគរយគឺខ្ញុំឲ្យទៅលើពាក្យទេ60%បងប្អូនគ្នាបាទតែបើថាវាយ5ទឹកខ្ញុំដកមកឲ្យយ៉ាស៊ីនវិញបាទយ៉ាស៊ីន55វិញបាទយ៉ាស៊ីន55ពេលទេ45វិញនេះក៏ជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំបងប្អូនគ្នាបាទខ្ញុំនិយាយលក្ខណៈថាក្នុងយើងជាក្នុងនាមខ្ញុំជាអ្នកស្នេហាវិស័យនេះបាទវិស័យគុនខ្មែរនេះបាទអញ្ចឹងបើសិនជា5ទឹកខ្ញុំគិតថាពេលទេអាចនឹងផ្លុំផេះលេងហុយដោយសារយ៉ាស៊ីនបងប្អូនគ្នាបាទហើយយើងមើលការប្រកួតរបស់យ៉ាស៊ីនទៅដឹងហើយបាទការពីប៉ះជាមួយប៊ុនសធាគីឡូ54ប៊ុនសធាផ្លុំផេះលេងចង់ហុយបងប្អូនគ្នាបាទគឺយ៉ាស៊ីនបុក5ទឹកពេញបាទធ្វើឲ្យដកដង្ហើមក៏ដកលេងចង់រួចដែរអញ្ចឹងយ៉ាស៊ីនស៊ូគេល្អតែយើងមិនតន់ហ៊ានពឹងលើយ៉ាស៊ីន 100% ទេដោយសារតែយើងវាយសាននេះយើងប៉ះគេអ្នកល្អហើយធ្ងន់ហើយណាមួយយើងទៅឡើងគីឡូមកវាយ57ទៀតបាទតែយ៉ាងណាក៏ខ្ញុំនៅជឿជាក់ថាលើសមត្ថភាពរបស់យ៉ាស៊ីនដែរដោយសារគេធន់ពីធម្មជាតិមកហើយរាងកាយគេល្អខ្ពស់ហើយចំពោះពេលទេពគឺយើងមានទំនុកចិត្តលើគាត់ដោយសារគាត់ចេញអាវុធលឿនទាំងមួយទាំងពីរទាំងធន់អញ្ចឹងគូនេះដូចខ្ញុំនិយាយមិញអញ្ចឹងបងប្អូនគ្នាបាទទឹកបើថា3ទឹកភាគរយបានទៅលើពេលទេពតែបើ5ទឹកភាគរយបានទៅលើយ៉ាស៊ីនបងប្អូនគ្នាបាទហើយបងប្អូនយើងអ្នកមកថ្មីកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងបាទហើយមានមតិយោបល់បែបណាសូមកុំភ្លេចចូលរួមនៅក្នុង comment របស់អ្នកគ្នាបាទហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនគ្នាបាទសូមអរគុណសូមជម្រាបលា